ចឹងណាតដង្ហើមចូលវិញទប់ដង្ហើមប៉ះអ្នកជំងឺបើយើងព្រមចេញបាទមុននឹងដកពីដៃពីអ្នកជំងឺដូចនេះដែរដកដង្ហើមចូលវិញទប់ដង្ហើមណាទប់ដង្ហើមបានដកដៃមកញីហើយបានយើងព្រមបាទដូច្នេះមុននឹងប៉ះអ្នកជំងឺដកដង្ហើមចូលវិញប៉ះចក្រាគេហើយបានយើងព្រមក៏ព្រមលើគេអត់ទេបានចេញបាទហើយបើយើងដាក់ដៃចាំចក្រាគឺចាំកន្លែងឈឺមួយទៀតបាទមុននឹងដកដៃពីអ្នកជំងឺដកដង្ហើមចូលវិញទប់ដង្ហើមទប់ដៃហើយបានព្រមដូច្នេះក្បួនយើងមុននឹងប៉ះអ្នកជំងឺក៏ទប់ដង្ហើមមុននឹងដកដៃអ្នកជំងឺក៏ទប់ដង្ហើមបាទហើយក្បួនទាំងអស់ហ្នឹងយើងអនុវត្តសាស្ត្រច្បាប់គេបង្រៀននៅពេលចប់ថ្ងៃនេះគឺអនុវត្តឲ្យយើងធ្វើបាទនេះគឺគោលការណ៍បាទអូខេចាប់បានអរគុណច្រើន